តើរាល់សិក្សានុសិស្សដែលបានរៀនសូត្រមានចំណេះដឹងដូចជានិស្សិតបញ្ញវន្តនិងបណ្ឌិតសាស្ត្រាចារ្យទាំងឡាយអើយនៅពេលនេះប្រទេសរបស់ពួកយើងកំពុងតែមានវិបត្តិគ្រប់បែបយ៉ាងត្រូវការអ្នកទាំងអស់គ្នាខ្លាំងណាស់ពេលនេះបាត់មុខទៅណាអស់ហើយហេតុអ្វីមិនឃើញពួកគេលេចមុខទាល់តែសោះតើត្រូវគិតយ៉ាងណាទៅប្រទេសជាតិមួយនេះពុំមែនជារបស់នរណាម្នាក់ផ្ដាច់មុខនោះទេវាជារបស់ពួកយើងទាំងអស់គ្នាក្នុងភាពជាម្ចាស់ទាំងអស់គ្នាពួកយើងត្រូវតែចូលរួមគ្នាជួយគិតជួយរកវិធីដំណោះស្រាយនាំគ្នាជួយធ្វើជួយទទួលខុសត្រូវទើបសត្រូវខាងក្រៅមិនអាចបំបែកបំបាក់បំភ្លេចបំផ្លាញពូជសាសន៍របស់ពួកយើងបាន